สมัติกัดขวดขลุ่นบองโปรเคสูนมวยอนุวัตtừ tam để tây viết này cho bà níประថ្ងៃទី30ខែមិថុនាឆ្នាំ2026ឈ្មោះខឿនសូឡាហៅ K01 មុខរបរលើសេវាកម្មលក់អចលនវត្ថុនិងរថយន្តបច្ចុប្បន្នរស់នៅដីឡូគ្មានលេខផ្លូវលំភូមិរោងចក្រសង្កាត់គោកឃ្លៀនខណ្ឌសែនសុខរាជធានីភ្នំពេញបានចូលខ្លួនមកបំភ្លឺនៅការិយាល័យព្រំប្រទានកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញពាក់ព័ន្ធនឹងការប្រាហិង្សាទៅលើយុវជនម្នាក់ដែលមិនស្ដាប់បង្គាប់ខ្លួនហើយលុតជង្គង់សុំទោសម្ដាយបង្កើតរបស់យុវជននោះតែរឹងរូសមិនស្ដាប់បង្គាប់ម្ដាយដោយម្ដាយចង់ឲ្យយុវជននេះមកនៅស្នាក់ការធ្វើការងារជាមួយនឹងលោក K01 កាលពីថ្ងៃទី28ខែមិថុនាឆ្នាំ2026ករណីហិង្សានេះមានការចែកចាយបង្ហោះនៅលើបណ្ដាញសង្គមដែលនាំឲ្យមានការរិះគន់ជាខ្លាំងពីអ្នកលេងបណ្ដាញសង្គមចំពោះទង្វើហិង្សារបស់លោក K01 ក្រោយពីសមត្ថកិច្ចធ្វើការសាកសួរបុគ្គលលោក K01 រួចរាល់ដោយអនុវត្តតាមបទបញ្ជាឧត្តមសេនីយ៍ឯកជួននរិនអគ្គស្នងការរងនិងជាស្នងការឋាននគរបាលរាជធានីភ្នំពេញក៏បានឃាត់ខ្លួនលោកខឿនសូឡាហៅ K01 ដើម្បីបន្តនីតិវិធីទៅតាមផ្លូវច្បាប់វីដេអូតាមដែលបងប្អូនបានដឹងលោក K01 ក៏ចង់ឲ្យបុគ្គលនោះល្អដែរប៉ុន្តែដោយសារតែចែកចាយទៅលើបណ្ដាញសង្គមមានការរិះគន់ជាច្រើនពាក់ព័ន្ធនឹងករណីហិង្សាទើបត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងបន្តនីតិវិធីទៅតាមផ្លូវច្បាប់សូមអរគុណតើហៅប៉ូលីសមកទៅនោះបងទុកខ្ញុំចាត់ចែងគាត់បងលុយខ្ញុំហើយបងផ្ដាច់ម្ដាយហើយតើស្ពាម៉ាក់3ដងទៅប៉ុណ្ណឹងប្រភពពីផេកផ្លូវការក្រមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញអត់ទេហៅធារាមកហៅប៉ូលីសគ្រឿងញៀនមកបងតោះស្ពាម៉ាក់3ដងលឿនតោះអូននៅកន្លែងនេះកន្លែងរៀនសូត្រស្ពាម៉ាក់3ដងគាត់តោះឥឡូវប៉ាស្ពាខ្លួនឯងវិញអត់ទេប៉ាឥឡូវចាប៉ាឥឡូវចាប៉ាស្ពាខ្លួនឯងឥឡូវប៉ាស្ពាខ្លួនឯងប៉ាស្ពាប៉ាស្ពាអូនចូលហៅបងខ្ញុំអត់ទេវាមានវាយខ្ញុំទេវាមានវាយខ្ញុំទេឈប់យកសាប់ប៉ាហៅប៉ូលីសគ្រឿងញៀនមកវិញឈប់បងប៉ាណែស្ទាត់វាចោលវាសម្រាមហីបងមិនបារម្ភវាសម្រាមហីអូនយកនេះប៉ាទូរស័ព្ទប៉ាទូរស័ព្ទប៉ាអូនម្នេះឥឡូវប៉ានិយាយតែម៉ាត់ទេស្ពះអូនប៉ានិយាយតែម៉ាត់ណាសុំឲ្យតកូនឲ្យស្ពះម៉ាក់3ដងប៉ុណ្្នឹងបានបានអត់អូខេតោះមក